បាទសួស្តីអ្នកគ្នាមករយៈចុងក្រោយហ្នឹងខ្ញុំឃើញទីកម្មវិធីរបស់យើងសេវាអ៊ីនធឺណិតវាឡើងទៅដល់ 5G មិនថាយើងដាក់ SIM អីទេ SIM Smart ឬក៏ Smartphone ឬក៏ SIM card ឬក៏ SIM ផ្សេងៗទៀតក៏វាអាចឡើង 5G តែខ្ញុំសង្កេតឃើញថា 5G ហ្នឹងវាមានតែតំបន់នៅកន្លែងណាដែលវាមានសេវាខ្លាំងបើមិនជាត្រង់ណាដែលមានសេវាតិចគឺវាអាចលោត 5G ទេគឺវាលោត 4G ចឹងឯនឹងខ្ញុំវាផលិតផលមកណែនាំនឹងអស់គ្នាដែរវាជាប្រភេទ Doctor យើងហៅប្រភេទ Doctor ក៏បានយើងហៅជាលក្ខណៈថាMobile 5G Wi-Fi ក៏បានដែរតែថ្ងៃនេះខ្ញុំមានពីរប្រភេទខ្ញុំមាន 4G ហើយនិង 5G បាទអ្នកនរគ្នានេះវាជាប្រភេទ 4G តែ 4G ហ្នឹងយើងមិនទាន់និយាយទេយើងគៀបវាចោលសិនទៅយើងទៅនិយាយមួយនឹង 5G តែ 5G ចេញ2026ក្នុងឆ្នាំហ្នឹងវាល្អឬក៏វាចាញ់ 4G នៅក្រោយដែលវាចេញក្រោយហ្នឹងបាទអ្នកនរគ្នានេះវាជាប្រភេទ 5G ដែលវាតបនឹងចេញក្នុងឆ្នាំហ្នឹងទេចេញ2025ខែ12ចឹងសម្រាប់ 5G ហ្នឹងខ្ញុំបានតេស្តរួចហើយគឺសេវាអ៊ីនធឺណិតមិនថានៅកន្លែងខ្សោយសេវាប៉ុណ្ណាក៏វាលោត 5G ឲ្យដែរហើយប្រភេទ 5G ហ្នឹងដាក់ SIM ជាលក្ខណៈ global យើងយកទៅប្រទេសផ្សេងៗទៀតក៏ដាក់ SIM បានដែរអ៊ីនធឺណិតដែរដូចគ្នាមិនមែនថា support តែនៅក្នុងប្រទេសខ្មែររបស់យើងទេចឹងSIM វាជាប្រភេទ full global support រហូតដល់158ប្រទេសមួយហ្នឹងយើងអាចលេងបានគ្នារហូតដល់16នាក់ហើយ battery របស់វាអាច standby បានរយៈពេល16ម៉ោងគឺច្រើនខ្លាំងមែនតើសម្រាប់អ្នកបងប្អូនណាដែលគាត់ធ្វើវីដេអូលក្ខណៈដើរព្រៃដើរអីគឺមួយហ្នឹងគឺត្រូវមែនតើហើយ speed របស់វាគឺខ្លាំងខ្ញុំតែហើយគឺខ្លាំងខ្ញុំទទួលស្គាល់ថាវាខ្លាំងហើយកូនសម្បត្តិវាក៏វាមិននិយាយទៅវាមិនអន់ទេហើយតម្លៃបងប្អូនអាចរកទិញបាននៅតាមហាងដូចជាហាងទូរស័ព្ទឬក៏ហាងកុំព្យូទ័រផ្សេងៗដែលនៅក្នុងពេញបើសិនបងប្អូនរកទិញអត់បានទេបងប្អូនអាចមកទិញនៅហាង PTC យើងបានដែលតម្លៃរបស់វាគឺ130ហ្នឹងយើងមានធានាមួយឆ្នាំខ្ញុំគិតថាមួយហ្នឹងស័ក្តិសមជាមួយនឹងបងប្អូនដែលគាត់ចូលចិត្តដើរលេងព្រៃគិរីរំ trip ឬក៏បោះតង់អីបងប្អូនមានតែនេះមួយអាចលេងបាន16នាក់បញ្ចូលលុយតាមរៀលឬក៏បងប្អូនភ្ជាប់ខែប្រើមួយសេរីព្រោះអានេះទាំង device ទាំង SIM ទាំងថ្មអាច stand by បានយូរហើយយើងចំណេញច្រើនមួយហ្នឹងខ្ញុំបានប្រើខ្ញុំបានតេស្តមុនបងប្អូនមុននឹងខ្ញុំធ្វើវីដេអូហ្នឹងអញ្ចឹងចុងក្រោយខ្ញុំអត់មានអីច្រើនទេអរគុណច្រើនសម្រាប់ការមើលវីដេអូមួយហ្នឹង